ចូលមេរៀន14ហើយបាទស្ដីពីអក្សរ La Yes បាទមួយទៀតគេឲ្យឈ្មោះថា C bemol បាទ La Yes C bemol ដូចគ្នាបងប្អូនណាអញ្ចឹងមេរៀនពីមុនមកខ្ញុំសង្ឃឹមថាបងប្អូនចាំអស់ហើយអញ្ចឹងយើងកុំអាខាត់ពេលយូរតែយើងកាន់តែម្ដងបាទអញ្ចឹងក្នុងអក្សរ C bemol La Yes នេះ C bemol នេះបាទមាន3គ្រាប់ដូចគ្នាបាទគ្រាប់ទី1គឺ La Yes បាទ La Yes គ្រាប់ទី2គឺរេបាទបន្ទាប់មកគ្រាប់ទី3គឺ Fa បាទមាន3គ្រាប់ហ្នឹងបងប្អូនណាក្នុងអក្សរ La Yes នេះ C bemol នេះណាអញ្ចឹងគ្រាប់ទី1 La Yes គ្រាប់ទី2រេបាទគ្រាប់ទី3 Fa អញ្ចឹងយើងចាប់ទៅបាទប្រើម្រាមដដែលបងប្អូនណាលេខម្រាមដៃយើងដដែលហើយឆ្វេងយើងចាប់ដើមទៅបាទអញ្ចឹង La Yes រេនិង Fa អូខេនេះ La Yesរេ Fa អញ្ចឹងបាន3គ្រាប់ហ្នឹងហើយគឺអក្សរ La Yes បាទ C bemol បងប្អូនណាហើយបានពីរឈ្មោះបាទ La Yes C bemol អូខេអញ្ចឹងហើយ La Yes ក៏បាន C bemol ក៏បានអញ្ចឹងយើងហៅ C bemol ហ្មងទៅបាទ C bemol បាទ La Yes ក៏បាន C bemol ក៏បានបងប្អូនណាបាទអញ្ចឹងអក្សរ C bemol នេះ La Yes នេះបាទនៅអពោសងទី1បងប្អូនណាសំពោសងទី1អញ្ចឹងយើងរៀនអពោសងទី2ទៅគ្រាន់តែយកដៃកូននេះបាទនៅក្របដំបូងហ្នឹងយកមកដាក់ឈ្មោះវានៅចុងនេះវិញមកបាទក្របហ្នឹង C bemol យកមកដាក់ C bemol នេះមកអញ្ចឹងអាហ្នឹងនេះដាក់ខាងនេះមកបាទហើយប្រើម្រាមដដែលបាទអញ្ចឹងអាហ្នឹងក៏ C bemol ដែរបងប្អូន C bemol ក៏ La Yes ដែរដូចគ្នាបងប្អូនណាអញ្ចឹងបន្តទៀតមកអពោសងទី3មកបាទនេះបាទអញ្ចឹងក្នុងក្របហ្នឹងដដែលទេបងប្អូនណាអញ្ចឹងដល់ពេលយើងចាប់លេខអក្សរជាអក្សរកណ្ដងនោះយើងចាប់ C bemol មិនចាប់ប៉ុណ្ណឹងទេបងប្អូនណាយើងលេងជាអាហ្នឹងដៃឆ្វេងយើងសម្រាប់ប្រើជាអក្សរនៅលេងកណ្ដងយើងចាប់ប៉ុណ្ណឹងបងប្អូនណាបាទនេះអុកតៅទី1នេះបងប្អូននេះ C bemol នេះបាទ C bemol នេះបងប្អូនណាបាទ C bemol នេះ C bemol នេះបាទអញ្ចឹង C bemol នេះខ្ញុំសូវប្រើទេបាទព្រោះទីយ៉ាងគេប្រើ C bemol នេះ C bemol នេះបងប្អូនណាបាទយើងលេងជាអក្សរកណ្ដងបាទអក្សរកណ្ដងដៃឆ្វេងយើងប្រើជាអក្សរបងប្អូនណាបាទហើយតែសម្រាប់ដៃស្ដាំយើងចាប់មិនក៏បានដែរដូចគ្នាបាទយើងចាប់មិនក៏បានបងប្អូនអត់អីទេឲ្យសំខាន់ឲ្យយើងគិតស្គាល់អក្សរនេះឲ្យឈ្មោះថា C bemol ឬក៏ La Yes បងប្អូនណាបាទអញ្ចឹងអក្សរ C bemol La Yesមានក្រប C bemol បាទក្របរេហើយនិងក្រប Fa អញ្ចឹងយើងចាប់មួយណាអពោសងមួយណាក៏បានដែរឲ្យតែនៅក្នុងក្របហ្នឹងណាបងប្អូនណាបាទអញ្ចឹងនេះក៏បាននេះក៏បានបាទ La Yes ដូចគ្នា C bemol ដូចគ្នាបាទនេះ C bemol ដូចគ្នានេះក៏ C bemol ដែរក៏ La Yes ដែរបងប្អូនណាបាទអញ្ចឹងអក្សរថ្ងៃនេះគឺអក្សរ La Yes អក្សរ C bemol មានតែប៉ុណ្្នឹងទេបងប្អូនណាបាទអញ្ចឹងមានអីពិបាកទេបងប្អូនថ្ងៃនេះខ្ញុំសង្ឃឹមថាបងប្អូននឹងចងចាំនៅមេរៀនទី14បាទស្ដីពីអក្សរ C bemol បាទ La Yes នោះបាទបងប្អូនអញ្ចឹងអក្សរ La Yes ឬមកក៏ C bemol ចប់តែប៉ុណ្ណេះបងប្អូនណាបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងចងចាំនៅមេរៀននេះថ្ងៃនេះបាទសូមជួយចុច Subscribe បាទរូបកណ្ដឹង Like និង Share ម្នាក់មួយផងបាទដើម្បីឲ្យបងប្អូនយើងអត់ទៅទៀតដែលគាត់ចង់រៀននៅមេរៀនបន្តឲ្យគាត់បានឃើញបងឲ្យឃើញផងបាទហើយនឹងទទួលបានមេរៀនថ្មីជាបន្តទៀតបាទអរគុណអញ្ចឹងអរគុណច្រើនសូមជម្រាបលា